បងប្អូនអរគ្នាខ្ញុំត្រូវបានគេកោះទ្វារឡានយកសម្ភារៈជាច្រើនហើយវីដេអូមួយនេះគឺខ្ញុំបានកើតឡើងតាំងពីថ្ងៃ14កុម្ភៈមកម្លេះប៉ុន្តែខ្ញុំគិតថាខ្ញុំគួរតែធ្វើវីដេអូនេះដើម្បីបង្ហាញពុកម៉ែបងប្អូនយើងកុំឲ្យមានការខាតបង់ដូចខ្ញុំឥឡូវនាំបងប្អូនទាំងអស់គ្នាទៅមើលអញ្ចឹងអឺសម្រាប់ឡានគឺខ្ញុំជិះនេះឯងហើយថ្ងៃមុនហ្នឹងគឺខ្ញុំទៅរាជធានីលង្វែកហើយខ្ញុំបានទុកឡានចោលហើយនៅក្នុងឡានរបស់ខ្ញុំហ្នឹងគឺមានសម្ភារៈដូចជាកុំព្យូទ័រហើយនឹងឡេនរបស់កាមេរ៉ាមួយអញ្ចឹងគឺថាឡានយើងចាក់លុកចាក់អីធម្មតាអញ្ចឹងប៉ុន្តែគាត់បានគាស់ដោយសុវត្ថិភាពតែម្ដងដោយឡានយើងអត់មានការខូចខាតអីទេបងប្អូនទាំងគ្នាបាទគឺគាត់គាស់យកបាត់តែម្ដងហើយមិនដឹងថាបច្ចេកទេសមិនទេប៉ុន្តែថ្ងៃមុនឡានខ្ញុំគាត់ឡានខូចអគុយណាដល់ពេលហើយខ្ញុំហៅជាងមកមើលគាត់ត្រូវគាស់ទ្វាររបស់ខ្ញុំហើយគឺគាស់ស្រួលណាបងប្អូនទាំងគ្នាបាទគេមានដែកមួយគាស់ចូលតាមនេះហើយគឺដោះកលឹះយើងខាងក្នុងបានតែម្ដងនៅក្នុងនោះដែរខ្ញុំឃើញមានវីដេអូមួយទៀតខ្ញុំនឹងដាក់នៅលើវីដេអូហ្នឹងតែម្ដងដែលបច្ចេកទេសរបស់ជាងគេប្រហើបកន្លែងនេះបាទបច្ចេកទេសគឺគេប្រហើបកន្លែងនេះដាក់អាដុំសពខ្យល់ហ្នឹងទៅណាដូចក្នុងវីដេអូដែលខ្ញុំដាក់អញ្ចឹងគឺបាទសពឲ្យគាស់ឡានយើងចេញមកយ៉ាងស្រួលគេមានដែកគេមួយនេះដែកមួយមកទាញអាទ្វារនេះធម្មតាយើងពេលយើងចាក់លុកមិនអញ្ចឹងមែនទេអញ្ចឹងគេមានដែកគេមួយមកកែវអញ្ចឹងមានវិធីច្រើនសម្រាប់ការគាស់មានអាចូលមកតាមនេះផងហើយមានអាចេញមកតាមនេះមានដែកកងែវគេមួយហ្នឹងគឺគាស់បិទឡានបើកឡានអញ្ចឹងនិយាយទៅកាលពីមុនយើងគិតថាឡានវាសុវត្ថិភាពហើយជាពិសេសប្រភេទឡាន Smart Key យើងគិតថាប៉ាកែប៉ុន្តែឥឡូវគឺថាមិនសុវត្ថិភាពទេបងប្អូនអរគ្នាហើយចាប់ពីថ្ងៃនោះមកខ្ញុំក៏លែងបានដាក់សម្ភារៈអីមានតម្លៃនៅក្នុងឡានហើយព្រោះថាកាលមុនយើងគិតទុកចិត្តថាយើងមានឡានយើងសុវត្ថិភាពហើយចាក់សោចាក់អីប៉ុន្តែឥឡូវគឺថាឆ្លងកាត់រឿងពីរហ្នឹងគឺបញ្ជាក់បានច្បាស់ថាឡានគឺងាយគាស់មែនតែនតែម្ដងហើយនេះគឺជាសារពិសេសមួយបាទសូមបងប្អូនជួយ share ម្នាក់មួយដោយសារតែខ្ញុំគិតថាខ្ញុំអត់ធ្វើវីដេអូបញ្ចេញអីទេជើមាត់ជើកអីហើយក៏មិនបានជេរមិនបានដាក់ទំនាយអីឲ្យលោកចៅដែរឲ្យគាត់យកទៅដោយសុវត្ថិភាពចោះប៉ុន្តែចង់ឲ្យបងប្អូនយើងគាត់ share វីដេអូនេះដើម្បីឲ្យបងប្អូនបន្តទៀតគាត់ដឹងថារបស់សម្ភារៈអីផ្សេងលុយកាក់កាបូបអីដាក់នៅក្នុងឡានគឺវាអត់មានសុវត្ថិភាពទេបាទហើយវីដេអូនេះក៏សូមអរគុណដល់លោកជំទាវសៀងច័ន្ទហេងដែលគាត់បានជួយឧបត្ថម្ភខ្ញុំ$200ដែរដើម្បីទិញកុំព្យូទ័រថ្មីហើយខ្ញុំបន្ថែមបន្ថយលុយខ្លួនឯងខ្លះទៅបាទខ្ចីគេតិចតួចហ្នឹងក៏ទិញបានកុំព្យូទ័រវិញសម្រាប់ធ្វើថតវីដេអូកាត់វីដេអូអញ្ចឹងណាព្រោះថាសម្រាប់ content creator អ្នកផលិតមាតិកាគឺសំខាន់មែនតើបាទកុំព្យូទ័រកាមេរ៉ាអីហ្នឹងប៉ុន្តែគាត់លួចអស់ហើយឥឡូវទិញបានកុំព្យូទ័រវិញមួយហើយនៅ LAN អញ្ចឹងសម្រាប់យើងឥឡូវគឺថាមានបច្ចេកទេសច្រើនមែនតើសម្រាប់ការគាស់ទ្វារឡានគាស់អីហើយសម្រាប់បងប្អូនយើងដែលគាត់ធ្លាប់ឆ្លងកាត់រឿងហ្នឹងឬក៏មានព័ត៌មានអីថ្មីអាចដាក់នៅក្នុងផ្ទុង comment នៅខាងក្រោមប្រាប់ពុកម៉ែបងប្អូនយើងថាតើបច្ចេកទេសនៃការគាស់ឡានហ្នឹងយ៉ាងម៉េចដើម្បីឲ្យគាត់មានការការពារណាគួរតែធ្វើយ៉ាងម៉េចល្អបាទព្រោះថាឥឡូវគឺបាត់ច្រើនមែនតើអ្នកខ្លះគាត់ដាក់លុយច្រើនដុល្លារដល់អីទៀតគឺថាដាក់ពីមុនហ្នឹងគឺយើងផ្ទុះហើយនៅខាងភ្នំពេញហ្នឹងគឺដាក់លុយរាប់ម៉ឺនដុល្លារនៅក្នុងឡានរបស់គាត់ណាដាក់សម្ភារៈដាក់អីព្រោះថាយើងតែងតែទុកចិត្តឡានហើយវាមានសុវត្ថិភាពមានសោមមានអី Smart Key អញ្ចឹងទៅប៉ុន្តែមិនដឹងថាយ៉ាងម៉េចគាត់កោះស្រួលមែនតើអញ្ចឹងបានដូចពាក្យស្លោកមួយឃ្លាគាត់ពោលថាគុកហើយនឹងសោគឺចោលជាអ្នកបង្កើតឱសថល្អឆាតកើតពីអ្នកជំងឺបានន័យថាយើងបង្កើតគុកបង្កើតសោហ្នឹងគឺដោយសារតែចោលទេដែលគាត់ចាប់ផ្ដើមធ្វើដំបូងរហូតដល់យើងរកបច្ចេកទេសប៉ុន្តែឥឡូវហ្នឹងគឺថាលែងមានសុវត្ថិភាពហើយរួមទាំងសោដូចជាសោប្រភេទសោខ្មៅសោសូលិចអីផ្សេងហ្នឹងគឺមានការលួចគាស់លួចអីបានច្រើនធម្មតានិយាយទៅដូចលែងមានសុវត្ថិភាពហើយអាចបងប្អូនអាចជួយណែនាំសោផងអំពីសោចាក់ទ្វារទាំងព្រោះថាឃើញមានការចាក់គាស់ឲ្យបានយ៉ាងស្រួលអញ្ចឹងណាបងប្អូននិយាយតាអញ្ចឹងវីដេអូខ្ញុំសូមបញ្ចប់ប៉ុណ្្នឹងទៅចុះហើយអរគុណច្រើនសម្រាប់បងប្អូនដែលបានទស្សនាវីដេអូនេះពីដើមដល់ចប់
កុំភ្លេចជួយ share វីដេអូនេះម្នាក់មួយដើម្បីជាដំណឹងដល់ពុកម៉ែបងប្អូនយើងដទៃទៀតកុំឲ្យគាត់មានការខាតបង់ដូចខ្ញុំបាទអរគុណច្រើនជំរាបលា